អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តមកលំហាត់ថ្មីមួយទៀតដែលលោកគ្រូលើកយកមកគឺការដាក់ផលគុណកត្តានៃសមីការណាឬក៏គេហៅថាផលគុណកត្តា degree ទី1អញ្ចឹងយើងមកតាមដានទាំងអស់គ្នានៅពេលនេះលោកគ្រូលើកយកមកលំហាត់5ដើម្បីឲ្យយើងមើលហើយនឹងបន្តទៀតណាអូខេឥឡូវយើងគេឲ្យយើងដាក់ជាផលគុណកត្តាលំហាត់ទី1អញ្ចឹងគេឲ្យកន្សោម A1 មាន x ការ៉េដក x បូកឲ្យ x y ដកឲ្យ y ណាគេឲ្យដាក់ផលគុណកត្តាហ្នឹងហើយលំហាត់ទី2គេឲ្យយើង xz បូក 10x ណាបូក 10x អឺបូកឲ្យ yz បូក 10y ហើយលំហាត់ទី3គឺ6x ការ៉េកត្តាឲ្យ x បូក1ដកឲ្យ 2x កត្តាឲ្យ x បូក1ដែរណាហើយលំហាត់ទី4គេឲ្យយើង 3x កត្តា x ដក1ហើយកត្តា x បូក2រួចហើយបូក x ការ៉េដក x កត្តា x បូក2ណាលំហាត់ទី4និងលំហាត់ទី5គឺ 4x ការ៉េកត្តា x បូក1ហើយដកឲ្យ9កត្តា x បូក1តើយើងការដាក់កត្តានេះមានថាយើងដាក់រួមណានៅពេលខ្លះក៏លំហាត់ខ្លះគេអាចដាក់ថាកត្តារួមអញ្ចឹងយើងទៅមើលរបៀបដាក់កត្តាហ្នឹងតើយើងដាក់បែបណាអូខេយើងទៅមើលចម្លើយកន្សោមទី1នេះគឺកន្សោម A មានថាយើងមើលណាយើងមើលនៅកន្សោមទី1នេះមានន័យថាកត្តាទី1ហ្នឹងគឺ x ការ៉េដក x តើកត្តាទី1នេះមានអីជាកត្តារួមបានមានថាយកអ្វីជារួមបានអញ្ចឹងយើងមើលឃើញខាងនេះមាន x ហើយខាងនេះមាន x ការ៉េអញ្ចឹងមានអាចសរសេរថាយើងអាចយក x ចេញក្រៅបានអញ្ចឹងណាអញ្ចឹងគឺធ្វើយ៉ាងម៉េចដើម្បីចេញក្រៅតើយើងមើលតាមដាននេះឃើញទេគេទាញអញ្ចឹងកន្សោមទី1នេះណាកត្តាទី1នេះគេទាញ x ចេញក្រៅមានបើយក x ចេញក្រៅមានថាយក x ការ៉េនេះចែក x ចឹងអត់មានន័យអញ្ចឹងណាយើងមាន x ការ៉េចែក x ហេអញ្ចឹងបើ x ការ៉េចែក x ខាងនេះសល់ x អញ្ចឹងកន្សោមទី2នេះកន្លែងទី 2x នេះយើងយកមកចែក x ដែរទាញ x ចេញក្រៅមានន័យថាយើងយកទី1ចែក x យកទី2ចែក x មានន័យអញ្ចឹងណាអញ្ចឹងបើចែក x ទៅខាងលើនេះសល់ x ហើយនេះ1សល់1អញ្ចឹង x ចែក x សល់1ណាមើលអស់គ្នាកន្លែងនេះអញ្ចឹងដែរក្នុងនេះយើងទាញ y ជាកត្តា y ជាកត្តាមានន័យថាយកកន្សោមទី2នេះចែកនឹង y ណាចែកនឹង y អញ្ចឹងមានថាប៉ុណ្ណេះចែកនឹង y ណាចែកនឹង y ហើយប៉ុណ្ណេះក៏យកចែកនឹង y ដែរណាដូចគ្នាអញ្ចឹងបើចែកនឹង y មានន័យថាយើងទាញ y ចេញក្រៅទៅចែកនឹង y នៅសល់ x នេះយើងចែកនឹង y សល់ដក1បន្ទាប់មកយើងទៅមើលកត្តាទាំងពីរហ្នឹងកត្តាទាំងពីរហ្នឹងមានន័យថាកត្តាទី1មាន x ដក1ណាឃើញទេកត្តាទី1មាន x ដក1អញ្ចឹងកត្តាទី2មាន x ដក1ដែរអញ្ចឹងយើងនឹងទាញ x ដក1ជាកត្តាម្ដងទៀតណាយើងទាញ x ដក1ជាកត្តាម្ដងទៀតយើងនឹងឃើញថាពេលដែលយើងទាញ x ដក1ចេញដោយលោកគ្រូបាននិយាយអញ្ចឹងគឺយើងចែក x ដក1នេះចែក x ដក1នៅសល់ x នេះណាបាទហើយខាងនេះអញ្ចឹងដែរយើងចែកនឹង x ដក1ទៅនៅសល់ y អញ្ចឹងយើងទាញ x ដក1ចេញក្រៅមានន័យថាយើងយក x ដក1ជាកត្តាហើយនៅសល់គឺ x បូក y នេះគឺជាបាទកន្សោមទី1ឬក្រុមហាត់ទី1ដែលយើងបានស្រាយឥឡូវយើងតាមដានលំហាត់ទី2ទី2គេឲ្យយើង xz បូក 10x ហើយនឹង yz បូក 10y អញ្ចឹងយើងនឹងទាញ x ជាកត្តាបានគុណមើលទាំងអស់គ្នាខាងនេះមាន x ណាខាងនេះក៏មាន x អញ្ចឹងយើងទាញ x ជាកត្តាទាញមកខាងក្រៅមានតែយកកន្សោមនឹងចែកនឹង x ហើយខាងនេះដូចគ្នាខាងនេះវាមាន y ណាខាងនេះមាន y ខាងនេះមាន y អញ្ចឹងយើងយក y នឹងចេញក្រៅដែរពេលយើងយក y ចេញក្រៅនឹងបានអីយើងទៅមើលតាមដានអញ្ចឹងពេលខាងនេះយើងយក x ចេញក្រៅមានថាយកកន្សោម xz នេះចែកនឹង x អញ្ចឹងនៅសល់ z ណានៅសល់ z ហើយយើងយក x ចេញក្រៅមានន័យថាយើងយក 10x នេះចែកនឹង x អញ្ចឹងនៅសល់10អូខេសល់10ហើយខាងនេះដូចគ្នាពេលយើងយក y ចេញក្រៅមានន័យថា yz នេះចែកនឹង y ពេលដែលចែកនឹង y ទៅមានតែសម្រួលនឹង y ចោលទៅឃើញ y មកក្រៅណាអញ្ចឹង y សល់ z ចែកនឹង y ណាអញ្ចឹងនៅសល់ z ហើយខាងនេះអញ្ចឹងដែរវាចែកនឹង y សល់10នេះសល់10នេះអញ្ចឹងយើងមើលកត្តាទាំងពីរនេះទៀតកត្តាទាំងពីរមាន z បូក10ខាងនេះក៏មាន z បូក10អញ្ចឹងយើងនឹងទាញ z បូក10ជាកត្តាម្ដងទៀតណាឃើញទេឃើញយើងទាញ z បូក10ជាកត្តា
តបមកអ្វីដែលនៅសល់គឺខាងនេះនៅសល់ x ខាងនេះនៅសល់ y មកសញ្ញាបូកវាកណ្ដាលដាក់បូកសញ្ញាដកដាក់ដកណាអញ្ចឹងឃើញ x បូក y ណានេះលំហាត់ទី2ហើយយើងទៅមើលលំហាត់ទី3បន្តលំហាត់ទី3ក៏ដូចគ្នាដែរมันខុសគ្នាទេយើងមើលទៅកត្តានីមួយៗខាងលើសិនខាងនេះមាន6x ការ៉េខាងនេះមាន 2x យើងអាចមើលខាងមុខនេះមុនក៏បានហើយខាងនេះមាន x បូក1ណាខាងនេះក៏មាន x បូក1អញ្ចឹងមានថា x បូក1កត្តា 2x នេះយើងមើលឃើញខាងនេះវាមាន 6x យើងអាចសរសេរថា 3x គុណ 2x បានអញ្ចឹងយើងមើលដើម្បីឲ្យយល់តាមដានកន្លែងនេះបន្តិចណានេះអញ្ចឹងលោកគ្រូអត់តន់ទាញទេហើយខ្ញុំទាញថា 6x ការ៉េគឺស្មើនឹង 3x គុណនឹង 2x ណាយើងអាចគុណអញ្ចឹងសិនហើយកត្តា x បូក1ខាងនេះដូចគ្នាសេឡើងវិញអញ្ចឹងបន្ទាប់មកយើងមើលកត្តាដែលរួមមាននេះ 2x x បូក1ណាខាងនេះ 2x x បូក1អញ្ចឹងយើងនឹងទាញអានឹងជាកត្តាទាញជាកត្តាទាញមកក្រៅពេលដែលទាញមកក្រៅខាងក្នុងនៅសល់ប៉ុណ្ណេះណានេះខាងក្នុងសល់ប៉ុណ្ណឹងហើយខាងនេះពេលទាញអស់ទៅអត់មានសល់0ទេណាគឺសល់1មានន័យថាយើងចែកនឹង 2x ដក 2x កត្តា x បូក1នេះយើងចែកវាប៉ុណ្ណឹងពេលយើងចែកទៅសល់1អញ្ចឹងកន្សោម C យើងនឹងដាក់កត្តាបានប៉ុណ្ណេះណាសល់ប៉ុណ្ណឹងណាអូខេសង្ឃឹមថាបងប្អូនយល់បើមិនយល់បងប្អូនមើលឲ្យបំបែកដោយលោកគ្រូអញ្ចឹងកត្តារួមគឺយកចោលហើយមានន័យថាដែលយើងចេញក្រៅគឺយើងចែកនឹងកន្សោមប៉ុណ្ណឹងបើយើងយក 2x បូក 2x កត្តា x បូក1ចេញក្រៅមានន័យថាយកកន្សោមកត្តាមួយហ្នឹងបាទមកចែកនឹង 2x កត្តា x បូក1ហ្នឹងដែរអូខេនេះជាលំហាត់ទី3ណាលំហាត់ទី3អញ្ចឹងយើងទៅតាមដានលំហាត់ទី4មួយទៀតអូខេ4ណាយើងមាន 3x កត្តា x ដក1ហើយកត្តា x បូក2ហើយបូកឲ្យ x ការ៉េដក x កត្តា x បូក2អញ្ចឹងអ្នកទាំងអស់គ្នាមើលតាមដានកន្លែងនេះខាងនេះមានចូលរូបមន្តណារូបមន្ត a ការ៉េដក b សំទោសរូបមន្តណារូបមន្តអត់ដូចជារូបមន្ត x អានេះយើងអាចទាញបានឥឡូវយើងមើលអត់មានចូលរូបមន្តទេបាទសូមអធិស្ឋានឥឡូវមិនចូលរូបមន្តទេយើងទាញធម្មតាអញ្ចឹងកន្លែងនេះយើងអាចទាញអានេះមកតង់សិនឬក៏យើងបំបែកវាអស់សិនអញ្ចឹងខាងនេះយើងទុកដដែលយើងនឹងបំបែកនេះដើម្បីទាញអេជីកតាហើយណាឥឡូវសាកមើលណាអញ្ចឹងខាងនេះលោកគ្រូទុកដដែលទេខាងនេះគឺបើកន្លែងនេះគឺ1ទេណាកន្លែងនេះ1បើលំហាត់គេគឺ1ណាលេខ1អញ្ចឹងយើងបានចូលរូបមន្ត a ការ៉េដក b ការ៉េកន្លែងនេះអញ្ចឹងសុំកែទៅនឹងតិចa ការ៉េដក b ការ៉េអញ្ចឹង a ការ៉េដក b ការ៉េយើងដឹងរូបមន្តវាស្មើនឹង a ដក b ណាកត្តា a បូក bចេះណាអូខេអញ្ចឹងរូបមន្តបានប៉ុណ្ណឹងពេលដែលយើងបំបែករូបមន្តនេះហើយនោះយើងនឹងមើលសឡើងមើលកត្តាខាងនេះមាន x ដក1ណាខាងនេះមាន x ដក1ខាងនេះមាន x បូក2ខាងនេះក៏មាន x បូក2អញ្ចឹងអស់ហើយណាឥឡូវយើងមកទាញបាទ x បូក1កត្តា x បូក2ជាកត្តាអញ្ចឹងខាងនេះបើយើងទាញ2នេះចេញវានៅសល់ 3x នេះនៅសល់នេះពេលដែលយើងទាញចេញក្រៅមានតែយើងចែកនឹងកន្សោមកត្តាប៉ុណ្ណឹងយើងសល់ 3x ហើយខាងនេះយើងនឹងចែកកត្តាប៉ុណ្ណឹងនៅសល់ x បូក1បន្ទាប់មកយើងសម្រួមចម្លើយមួយទៀតមកអញ្ចឹងខាងនេះដដែលទៅឃើញ x ដក1កត្តា x បូក2ដដែលហើយខាងនេះយើងផ្ដាច់វងកញ្ចក់ចេញមកកន្លែង 3x បូក x វាឡើង 4x បូក1អញ្ចឹងចម្លើយទី4គឺប៉ុណ្ណឹងណាលំហាត់ទី4ហើយយើងបន្តទៅលំហាត់ទី5គេឲ្យយើងx ការ៉េ 4x ការ៉េកត្តា x បូក1ហើយដក9កត្តា x បូក1ណា9កត្តា x បូក1អញ្ចឹងកន្លែងនេះយើងមើលយើងឃើញថាមាន x បូក1ជាកត្តាឥឡូវយើងទាញសិនទៅយើងទាញ x បូក1ជាកត្តាណាយើងទាញ x បូក1ជាកត្តាវានៅខាងនេះនៅសល់ 4x ការ៉េណាយើងយកមកសេនេះហើយខាងនេះសល់9យកមកសេនេះណាអញ្ចឹងនេះវាចូលរូបមន្តមកតង់ទៀតណាវាចូលរូបមន្តមកតង់ទៀតចូល a ការ៉េដល់ b ការ៉េដែរអញ្ចឹងយើងមើលគេធ្វើបែបណាណានេះណាអញ្ចឹងកន្លែងនេះខ្ញុំលើកវា 2x លើកជាការ៉េណាកន្លែងនេះមិនលើកអញ្ចឹងទេណាលើកចេះ
នេះ 2x លើកជាការ៉េនេះលើក្រៅណាយើងលើក្រៅចេះអញ្ចឹងយើងវា 4x ការ៉េដដែលអញ្ចឹង 4x ការ៉េនេះវាចូលរៀង a ការ៉េដល់ b ការ៉េដែលរូបមន្តខាងលើហ្នឹងអញ្ចឹងបន្ទាប់ពីចូល a ការ៉េដល់ b ការ៉េយើងឃើញថានេះ x បូក1ណាហើយខាងក្នុងនេះវានឹងចូលរៀង a ការ៉េដល់ b ការ៉េខាងលើដែរនេះចូលរៀងណាអញ្ចឹងដូចបាននិយាយខាងលើអញ្ចឹងពេល a ការ៉េដល់ b ការ៉េគឺ a ដក b កតាបូក b អញ្ចឹង a យើងគឺ 2x ដក3កតា 2x បូក3អញ្ចឹងនេះគឺជាសំណួរទី5ណាអញ្ចឹងសង្ឃឹមថាបងប្អូនបានយល់ការដាក់ផលគុណកតាហើយលំហាត់បន្ទាប់ទៀតលោកគ្រូនឹងយកការដាក់ផលគុណកតាតាមវិធីគុណខ្វែងឬក៏បន្ថែមបន្ថយតួណាយើងនឹងធ្វើម្ដងមួយដើម្បីឲ្យយល់ច្បាស់អូខេអរគុណក្នុងការតាមដានណាយើងនឹងបន្តជួបគ្នានៅលំហាត់បន្តទៀត